ទាំងអស់នេះគឺជាអាវុធដែលអាចបំផ្លាញនៅ striker របស់ថៃបានដែលជាពាសដៃពីសហរដ្ឋអាមេរិកដែលថៃកំពុងបដិបត្តិការនៅពេលបច្ចុប្បន្ននេះគឺច្រើនមែនទែនពីសហរដ្ឋអាមេរិកនិងបកស្រាយអំពីអាវុធមួយចំនួនដែលអាចបំផ្លាញវាបានដោយងាយស្រួលសូមជម្រាបនៅវីដេអូមួយនេះចំពោះការយល់ដឹងរឿងរ៉ាវមួយនេះផងដែរចាប់ផ្ដើមដំបូងជាមួយនឹង missile ដឹកនាំប្រឆាំងនឹងរថក្រោះ ATGM Anti-Tank Guided Missiles missile ដឹកនាំប្រឆាំងរថក្រោះទាំងអស់នេះគឺជាអាវុធដ៏គ្រោះថ្នាក់និងអាចទុកចិត្តបានប្រឆាំងទៅនឹង striker ពីព្រោះវាត្រូវបានរចនាឡើងជាពិសេសគឺដើម្បីកម្ចាត់ពាសដែកនេះហើយអាវុធដូចជា FGM 148 Javelin BGM 71 TOW និង Cornet ប្រើប្រាស់ក្បាលគ្រាប់ដ៏ខ្លាំងក្លាមានអានុភាពឬក្បាលគ្រាប់រាងជាគូផ្ដោតទៅលើថាមពលក្នុងការផ្ទុះខ្លាំងដែលអាចជ្រាបចូលទៅក្នុងពាសដែកបានល្អពាសដែករបស់ striker ត្រូវបានរចនាឡើងជាចម្បងគឺដើម្បីបញ្ឈប់ការវាយប្រហារពីអាវុធតូចៗនិងបំណែកពីគ្រាប់បែកតែប៉ុណ្ណោះមិនមែនការពារប្រឆាំងទៅនឹងក្បាលគ្រាប់ផ្ទុះខ្លាំងនោះទេដូច្នេះវាមិនអាចទប់ទល់បាននឹងមីស៊ីលបាននោះទេអាវុធដែលមានឈ្មោះថា Javelin គឺមានគ្រោះថ្នាក់ជាពិសេសពីព្រោះវាប្រើប្រាស់ផ្លូវហោះហើរវាយប្រហារកំពូលដែលមានន័យថាវាហោះហើរទៅលើអាកាសហើយក៏វាយប្រហារចំពីលើតែម្ដងពាសដែកនៅលើកំពូលរបស់ striker គឺស្ដើងបើប្រៀបធៀបទៅនឹងផ្នែកខាងមុខរបស់វាដែលធ្វើឲ្យវាងាយរងគ្រោះជាខ្លាំងលើពីនេះអាវុធ Javelin មានប្រព័ន្ធបាញ់ហើយក៏បំភ្លេចចោលដែលអនុញ្ញាតឲ្យប្រតិបត្តិការផ្លាស់ទីភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះដែលធ្វើឲ្យពិបាកក្នុងការទប់ទល់ Missile TOW គឺខុសគ្នាបន្តិចពីព្រោះវាតម្រូវឲ្យប្រតិបត្តិការដឹកនាំរបស់វាឲ្យចំគោលដៅប៉ះទង្គិចប៉ុន្តែវានៅតែអាចជ្រៀតចូលទៅក្នុងពាសដែកបានមុនពេលផ្ទុះដែលអនុញ្ញាតឲ្យការកំណត់គោលដៅគឺច្បាស់លាស់ជាងអាវុធ Cornet កាន់តែមានគ្រោះថ្នាក់ដោយសារតែចម្ងាយឆ្ងាយនិងថាមពលជ្រៀតចូលខ្លាំងនៅក្នុងពាសដែកលើសពីអ្វីដែលត្រូវការដើម្បីបំផ្លាញ striker នោះនៅក្នុងការប្រយុទ្ធពិតប្រាកដការវាយប្រហារដោយផ្ទាល់ពីអាវុធទាំង3នេះណាមួយគឺបង្កើតគ្រោះថ្នាក់ខូចខាតដល់ធ្ងន់ធ្ងរទៅដល់ striker តែម្ដងរួមទាំងមានភ្លើងឆាបឆេះការផ្ទុះនិងការបាត់បង់ជាចំណេះទាំងស្រុងបន្ទាប់គឺជាប្រភេទនៃគ្រាប់បែកដៃដែលជំរុញដោយរ៉ុកែតហៅថា RPG គ្រាប់បែកដៃដែលរុញដោយរ៉ុកែតគឺសាមញ្ញងាយស្រួលយកតាមខ្លួននិងប្រើប្រាស់ទូលំទូលាយដែលធ្វើឲ្យវាជាការគិតកំហែងមួយដែលងាយស្រួលក្នុងការបំផ្លាញ striker តែម្ដងអាវុធដូចជា RPG-7 ទោះបីជាចាស់បន្តិចក៏ដោយក៏ត្រូវតែមានប្រសិទ្ធភាពនៅពេលប្រើប្រាស់បានត្រឹមត្រូវវាមានគ្រោះថ្នាក់បំផុតនៅចម្ងាយជិតដែលត្រឹមត្រូវខ្ពស់ជាងនិងប្រតិបត្តិការអាចកំណត់គោលដៅចំចំណុចខ្សោយនៅពាសដៃចំចំហៀងតំបន់ម៉ាស៊ីនខាងក្រោយឬក៏កង់របស់វានៅក្នុងទីក្រុងដែលមានចម្ងាយខ្លីនិងកន្លែងលាក់ខ្លួនការប្រើប្រាស់ដោយប្រើ RPG-7 គឺអាចមានប្រសិទ្ធភាពខ្ពស់ខ្លាំងប្រព័ន្ធទំនើបជាងនេះដូចជា RPG-29 មានថាមពលខ្លាំងជាងពីព្រោះវាប្រើក្បាលគ្រាប់Tandem ត្រូវបានរចនាឡើងគឺដើម្បីកម្ចាត់ពាសដែកជាស្រទាប់ឬពាសដែកប្រតិកម្មទោះបីជារពាសដែក striker មិនមានពាសដែកប្រតិកម្មធ្ងន់ក៏ដោយការជ្រៀតចូលរបស់ RPG-29 គឺគ្រប់គ្រាន់ដើម្បីបំផ្លាញវាអាវុធទាំងអស់នេះមានគ្រោះថ្នាក់បំផុតជាពិសេសក្នុងសារភាពវាយឆ្មក់ striker ស្ទើរតែគ្មានពេលក្នុងការវាយបក់វិញបន្ទាប់គឺជាកាំភ្លើងធំរបស់រថក្រោះចម្បាំងតំណាងឲ្យការកំហែងដ៏ធំធេងចំពោះ striker តែម្ដងរថក្រោះដូចជា M1 Abrams T72 VT4 ត្រូវបានបំពាក់ដោយកាំភ្លើងទំហំ120ទៅ125មីលីម៉ែត្រដែលបាញ់គ្រាប់ល្បឿនលឿនខ្លាំងគ្រាប់ទាំងអស់នោះត្រូវបានរចនាឡើងគឺដើម្បីជ្រៀតចូលពាសដែកក្រាស់របស់រថក្រោះសត្រូវដែលមានន័យថាពួកវាមានថាមពលខ្លាំងជាងការចាំបាច់ដើម្បីកម្ចាត់ពាសដែកធន់ស្រាលដូចជា striker នៅពេលដែល striker ត្រូវបានវាយប្រហារដោយគ្រាប់រថក្រោះទាំងអស់នោះលទ្ធផលធម្មតាគឺត្រូវបានបំផ្លាញទាំងស្រុងថាមពលនៃចលនារបស់គ្រាប់ដែលចាក់ទៅពាសដែក striker វាធ្វើឲ្យមានកម្លាំងផ្ទុះខ្លាំងដែលអាចហែកឆ្លងកាត់ពាសដែកជើងយន្តបានតែម្ដងដែលបណ្ដាលឲ្យមានការខូចខាតទ្រង់ទ្រាយធំសូម្បីតែការបាញ់ផ្លោងពីគ្រាប់រថក្រោះក៏បង្កើតជារលកឆក់និងការបែកខ្ញែកដែលធ្វើឲ្យយានជំនិះមានដំណើរការបានអាវុធបន្ទាប់ដែលបំផ្លាញបានគឺជាប្រភេទនៃកាំភ្លើងស្វ័យប្រវត្តិ25ទៅ30មីលីម៉ែត្រកាំភ្លើងស្វ័យប្រវត្តិគឺជាអាវុធមធ្យមបាញ់លឿនដែលបំពាក់នៅលើយានជំនិះថ្មើរជើងដូចជា BMP-3 និង M2 Bradley កាំភ្លើងទាំងអស់នេះអាចបាញ់ទម្លុះពាសដែកក្នុងល្បឿនលឿនហើយអាចវាយប្រហារគោលដៅបានយ៉ាងលឿនជាមួយនឹងការបាញ់ច្រើនដងខណៈពេលដែលគ្រាប់បែកមួយមិនអាចបំផ្លាញ striker បានភ្លាមៗនោះទេការបាញ់ម្ដងហើយម្ដងទៀតនឹងអាចទម្លុះបានជាមិនខានការបាញ់ជាបន្តពីកាំភ្លើងស្វ័យប្រវត្តិអាចបំផ្លាញសមាសធាតុសំខាន់ៗដូចជាកង់ប្រព័ន្ធនៃបូមរបស់វា
ឧបករណ៍ចាប់សញ្ញានិងប្រព័ន្ធអាវុធនេះអាចធ្វើឲ្យ striker មានអាចចល័តបានឬអាចប្រយុទ្ធបានទោះបីជាមិនត្រូវបានផ្លាស់ទាំងស្រុងក៏ដោយអាវុធដូចជា M2 Bradley ក៏មានមីស៊ីលប្រឆាំងរត់ក្រោះផងដែរដែលធ្វើឲ្យវាកាន់តែមានគ្រោះថ្នាក់នៅពេលបាញ់ជាមួយគ្នាក្នុងពេលតែមួយបន្ទាប់គឺជាអាវុធនៃកាំភ្លើងធំកាំភ្លើងធំធន់ធ្ងន់ប្រព័ន្ធរ៉ុកែតនិងអាវុធផ្ទុះធំច្រើនផ្សេងទៀតបង្កការកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ striker ទោះបីជាមិនមានការបែកប្រហារដោយផ្ទាល់ក៏ដោយការផ្ទុះខ្លាំងបង្កើតសម្ពាធផ្ទុះឬក៏បំណាច់ល្បឿនលឿនដែលអាចបំផ្លាញប្រព័ន្ធខាងក្រៅនិងខាងក្នុងរបស់យានយន្ត striker ដោយសារតែ striker មិនមានផ្ទះដៃការពារខ្លាំងវាមិនអាចទប់ទល់នឹងផលប៉ះពាល់ទាំងអស់នេះបាននោះទេការបែកប្រហារទៅដោយកាំភ្លើងធំដោយផ្ទាល់ស្ទើរតែប្រកបណាស់គឺបំផ្លាញទាំងស្រុងប៉ុន្តែសម្បីតែការផ្ទុះនៅក្បែរនោះក៏អាចធ្វើមានគ្រោះថ្នាក់បានផងដែរទៅដល់ striker និងធ្វើឲ្យក្រុមទាហានសត្រូវមានរបួសឬក៏បំផ្លាញប្រព័ន្ធសំខាន់ផងដែរបំណែកអាចជ្រាបចូលផ្នែកខ្សោយនៃផ្ទះដែកខណៈពេលដែលរលកនៃការផ្ទុះអាចប៉ះពាល់ទៅដល់អេឡិចត្រូនិកនិងរចនាសម្ព័ន្ធរបស់ផ្ទះដែកអាវុធបន្ទាប់គឺក៏ចុងក្រោយគឺជាយន្តហោះគ្មានមនុស្សបើកយន្តហោះគ្មានមនុស្សបើកឬក៏ drone បានក្លាយជាការកំហែងដ៏សំខាន់និងគ្រោះថ្នាក់បំផុតមួយក្នុងចំណោមយានយន្តដូចជា striker ក្នុងសង្គ្រាមសម័យទំនើបនេះយន្តហោះគ្មានមនុស្សបើកតូចៗរួមទាំងចក្រភាពមនុស្សបើកប្រភេទនៃ FPV ដែលបំពាក់ទៅដោយគ្រាប់រំសេវអាចធ្វើការវាយប្រហារ striker បានដោយភាពជាក់លាក់ខ្ពស់មិនដូចជាអាវុធធម្មតាបែបបុរាណនោះទេចក្រភាពមនុស្សបើកអាចចុះទៅជិតគោលដៅដោយនឹកស្មានមិនដល់ហើយជារឿយៗកំណត់គោលដៅពីផ្នែកខាងលើឬក៏ខាងក្រោយជាកន្លែងដែលការការពារផ្ទះដែកគឺខ្សោយបំផុតយន្តហោះគ្មានមនុស្សបើកប្រភេទនៃ FPV ត្រូវបានគ្រប់គ្រងក្នុងពេលវេលាជាក់ស្ដែងដោយប្រតិបត្តិការដែលអនុញ្ញាតឲ្យអ្នកបញ្ជាអាចដឹកនាំ drone ទៅចំគោលដៅដែលងាយរងគ្រោះដូចជាទ្វារបន្ទប់ម៉ាស៊ីនឬក៏ប្រព័ន្ធអាវុធគ្រាប់រំសេវត្រូវបានទម្លាក់ពីលើអាកាសហើយក៏រងចាំពេលវេលាត្រឹមត្រូវណាមួយដើម្បីបំផ្ទុះនិងធ្វើឲ្យមានភាពបត់បែនខ្ពស់ផងដែរទោះបីជាយន្តហោះគ្មានមនុស្សបើកទាំងអស់នេះមានទំហំតូចក៏ដោយភាពជាក់លាក់របស់វាអនុញ្ញាតឲ្យពួកវាអាចបិទឬក៏បំផ្លាញសភាពសំខាន់ធ្វើឲ្យ striker មានសិទ្ធិភាពឬក៏ត្រូវបានបំផ្លាញទាំងស្រុងផងដែរគុណសម្បត្តិសំខាន់មួយទៀតរបស់យន្តហោះគ្មានមនុស្សបើកគឺថាពួកវាពិបាកក្នុងការរុករកឃើញមានតម្លៃធូរថ្លៃដែលមានន័យថាពួកវាត្រូវបានគេប្រើប្រាស់ញឹកញាប់នៅក្នុងការគំហែងណាមួយសរុបសេចក្តីមកផ្ទះដែក M126 Striker គឺជាយានជំនិះដែលមានផ្ទះដែកស្រាលប៉ុន្តែមានភាពចល័តខ្ពស់ដែលមានន័យថាវាអាស្រ័យទៅលើល្បឿនទីតាំងនិងការគ្រប់គ្រងជាជាងការការពារធ្ងន់ធ្ងរជាជាងការការពារដោយប្រើផ្ទះដែកផ្ទាល់ដោយសារតែបញ្ហាមួយនេះវាងាយរងគ្រោះទៅដោយអាវុធច្រើនប្រភេទមីស៊ីលដឹកនាំផ្លូវប្រឆាំងរថក្រោះគឺគ្រោះថ្នាក់បំផុតពីព្រោះវាត្រូវបានរចនាឡើងជាពិសេសដើម្បីបំផ្លាញយានជំនិះផ្ទះដែកនិងធម្មតាគឺដើម្បីបំផ្លាញទាំងស្រុងតែម្ដងតែបងប្អូនគិតទៅណាដែរអំពីរឿងរ៉ាវមួយនេះអាចខមមិននៅក្រោមវីដេអូមួយនេះបាននិងសូម share វីដេអូនេះជាបន្តតែសំខាន់មែនទែនក្នុងការយល់ដឹងទទួលស្គាល់ក្នុង Facebook ជួយ follow page និង share វីដេអូមួយនេះផងទទួលស្គាល់ក្នុង YouTube subscribe នៅ YouTube channel របស់ខ្ញុំវាបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមសំណងដល់ក្រុមគ្រួសារសូមអរគុណ